រណ្ដីកំពង់ស្វាយមានបរមអ្នកឈ្មោះមាសមានញាតិជាអង្គការដេជោបរមរីដែលហៅថាដេជោមាសលោកមានភរិយាឈ្មោះស្រែនមានញាតិជាជំទាវនិងមានសិស្សជំនាន់ម្នាក់ឈ្មោះយ៉តដែលតែងតែទៅសមរភូមិប្រយុទ្ធជាមួយនឹងលោកគ្រូគ្រប់ទីកន្លែងស្វាមីភរិយាទាំងគូនេះមានទឹកចិត្តស្រឡាញ់រាប់អានយ៉តជាពន់ពេកចំណែកនេះគឺជាស្ដេចសម្រែគឺជាមេក្រុមបាល់បោលប្រឆាំងនឹងប្រជាជាតិស្ដាដើម្បីដណ្ដើមអំណាចគ្រប់គ្រងផែនដីថ្ងៃមួយស្ដេចសម្រែបានតាំងខ្លួនឯងថាស្ដេចសម្រែរាជាធិរាជបានតាំងទីកងទ័ពនៅកំពង់ហៅដែលសព្វថ្ងៃហៅថាកំពង់ឆ្នាំងដែលបានរៀបចំបន្ទាយមួយឲ្យឈ្មោះថាបន្ទាយនគរពេលនោះដេជោមាសនិងយ៉តបានព្យាយាមលើកទ័ពទៅបង្ក្រាបក្រុមបះបោរនេះណាស់ប៉ុន្តែត្រូវបានបរាជ័យដូចនេះជំទាវស្រានបានប្រើប្រាស់ល្បិចកលដើម្បីកម្ចាត់ស្ដេចសម្រែដោយធ្វើការលេងលេះជាមួយនឹងដេជោមាសដើម្បីទាក់ទាញចិត្តរបស់ស្ដេចសម្រែដោយសារតែនាងមានរូបសម្រស់ស្អាតទើបធ្វើឲ្យស្ដេចសម្រែធ្លាក់ក្នុងអន្លង់ស្នេហ៍របស់នាងហើយនាងបានបង្កក់ស្រាស្ដេចសម្រែរហូតដល់សន្លប់បាត់ស្មារតីបន្ទាប់មកស្ដេចសម្រែនិងបព្វពួកត្រូវបានដេជោមាសយ៉តនិងកងទ័ពចាប់យកទៅថ្វាយព្រះចៅជ័យជាស្ដាដើម្បីឲ្យកាត់ទោសតាមច្បាប់នគរក្រោយពីទទួលជោគជ័យលើស្ដេចសម្រែរួចមកដេជោមាសក៏បានទទួលអនិច្ចកម្មទៅព្រះរាជាក៏ប្រទានងារនេះឲ្យទៅដេជោយ៉តបំពេញនាទីដឹកនាំកងទ័ពជំនួសវិញគាត់ជួនថ្ងៃមួយសៀមបានចូលមកឈ្លានពានទឹកដីពោធិ៍សាត់ហើយអង្គញាក្រឡាហោមនិងអង្គញាចក្រីបានបង្ក្រាបក្រុមបះបោរនេះតែបរាជ័យទើបព្រះរាជាឲ្យដេជោយ៉តដឹកនាំទ័ពប្រឆាំងជំនួសវិញ